អ្នកទាំងអស់គ្នាចាប់ពីខែកញ្ញានេះទៅពួកយើងនឹងធ្វើការហោះហើរចេញទៅក្រៅប្រទេសតាមរយៈពលានយន្តហោះថ្មីនៃរាជធានីភ្នំពេញនេះហើយដែលយោងតាមការជូនដំណឹងរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជាបន្ទាប់ពីពលានយន្តហោះថ្មីឬអាកាសយានដ្ឋានអន្តរជាតិដែលចូលនឹងបើកដំណើរការនៅពេលឆាប់ខាងមុខនេះពលានយន្តហោះអន្តរជាតិភ្នំពេញឬអ្នកទាំងអស់គ្នាតែងតែហៅថាពលានយន្តហោះប៉ូយន្តងនោះគឺត្រូវបានបិទប្រតិបត្តិការទាំងស្រុងរាល់ប្រតិបត្តិការទាំងអស់នឹងធ្វើការផ្ទេរបន្តទៅកាន់ពលានយន្តហោះថ្មីគឺពលានយន្តហោះអន្តរជាតិដែលចូលអ្នកទាំងអស់គ្នាដឹងអត់ថាពលានយន្តហោះប៉ូយន្តងគឺបានបើកដំណើរការទទួលភ្ញៀវទេសចរជុំវិញពិភពលោកអស់រយៈពេលជាង66ឆ្នាំហើយចាប់តាំងពីថ្ងៃបើកដំណើរការមកគូបញ្ជាក់ថាពលានយន្តហោះប៉ូយន្តងគឺសម្ពោធដែលប្រើប្រាស់ក៏ដូចជាបើកដំណើរការនៅក្នុងថ្ងៃទី19ខែមករាឆ្នាំ1959អស់រយៈពេលជាង66ឆ្នាំមកនេះពលានយន្តហោះប៉ូយន្តងគឺត្រូវបានធ្វើវិវត្តកម្មនិងការអភិវឌ្ឍជាបន្តបន្ទាប់ដូចជាការជួសជុលផ្លូវរដ្ឋក៏ដូចជាការស្ថាបនាផ្លូវរដ្ឋឲ្យមានភាពល្អប្រសើរជាងមុនការបន្ថែមនូវឧបករណ៍បច្ចេកទេសមួយចំនួនដើម្បីបំពេញតម្រូវការភ្ញៀវជាតិនិងអន្តរជាតិអស់រយៈពេលជាច្រើនឆ្នាំមកទីបំផុតពលានយន្តហោះអន្តរជាតិប៉ូយន្តងនឹងគឺត្រូវបានចូលនិវត្តន៍ហើយរាល់ប្រតិបត្តិការទាំងអស់នឹងត្រូវបង្គុលភារកិច្ចបន្តទៅកាន់ពលានយន្តហោះថ្មីគឺពលានយន្តហោះអន្តរជាតិដែលចូលដែលជាពលានយន្តហោះថ្មីមួយនិងជាមុខមាត់ថ្មីមួយរបស់ប្រទេសកម្ពុជារបស់យើងដែលជាមុខមាត់ថ្មីរបស់ប្រទេសកម្ពុជារបស់យើងដែលមានពលានយន្តហោះຂະຫນາດ 4S ដែលត្រូវបានគេរាប់បញ្ចូលជាពលានយន្តហោះធំបំផុតទី9របស់ពិភពលោកអាកាសយានដ្ឋានអន្តរជាតិថ្មីនេះគឺត្រូវបានបើកការឋានសាងសង់នៅក្នុងឆ្នាំ2019នៅលើទំហំផ្ទៃដី2600ហិកតាដែលមានទីតាំងស្ថិតនៅស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលវាមានចម្ងាយប្រមាណ20គីឡូម៉ែត្រភាគខាងត្បូងនៃរាជធានីភ្នំពេញការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិមួយនេះគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន CAIC របស់អង្គការពងខៀវខ្សែបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជាកាលពីថ្មីៗនេះបានបញ្ជាក់ថាអាកាសយានដ្ឋានអន្តរជាតិដែលចូលនឹងបើកដំណើរការនៅថ្ងៃទី9ខែកញ្ញាឆ្នាំ2025ខាងមុខនេះនឹងត្រៀមសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី20ខែតុលាឆ្នាំ2025អាកាសយានដ្ឋានថ្មីនេះគឺជាអាកាសយានដ្ឋានធំជាងគេទី9នៅក្នុងពិភពលោកពីព្រោះវាមានសមត្ថភាពអាចទទួលនៅប្រភេទយន្តហោះធំដោយសារតែពលានយន្តហោះនេះគឺមានផ្លូវរដ្ឋជាផ្លូវរដ្ឋលំដាប់ 4S អាកាសយានដ្ឋានលំដាប់ 4S មានសមត្ថភាពអាចឲ្យយន្តហោះធំធ្វើការចោះចតបានដូចជា Airbus A380-800 និង Boeing 747-800 តកតងទៅនឹងដំណាក់កាលនៃការសាងសង់ពលានយន្តហោះថ្មីនេះគឺចែកចេញជា3ដំណាក់កាលដែលដំណាក់កាលទី1ត្រូវបានបញ្ចប់ស្ទើរទាំងស្រុងនឹងក្រុងរៀបចំឲ្យប្រតិបត្តិការនៅក្នុងពេលឆាប់ៗនេះហើយដំណាក់កាលទី1នេះគេរំពឹងថានឹងអាចទទួលអ្នកដំណើររហូតដល់13លាននាក់ក្នុងមួយឆ្នាំនិងដំណាក់កាលទី2គឺអាចទទួលបានអ្នកដំណើររហូតដល់30លាននាក់ក្នុងមួយឆ្នាំនិងដំណាក់កាលចុងក្រោយគឺជាដំណាក់កាលទី3ជាដំណើរការរួចរាល់ទាំងស្រុងនៃពលានយន្តហោះនេះគេរំពឹងថាអាចទទួលអ្នកដំណើររហូតដល់50លាននាក់ក្នុងមួយឆ្នាំសម្រាប់ពេលវេលាជាក់លាក់នៃដំណាក់កាលទី1និងដំណាក់កាលទី2គឺនៅពេលនេះគឺយើងមិនទាន់បានទទួលបានព័ត៌មានណាមួយជាក់លាក់នោះទេអ្វីដែលយើងទទួលបានព័ត៌មាននៅពេលនេះគឺការទី1ត្រូវបានបញ្ចប់ហើយនឹងក្រុងដាក់ប្រតិបត្តិការដំណើរការនៅថ្ងៃទី9ខែកញ្ញាបន្ទាប់ពីការធ្វើការវិដំណ័យចុងក្រោយពីសំណាក់ក្រុមអ្នកបច្ចេកទេស